ខ្ញុំទើបតែមកពីបន្ទប់ទឹកតើអ្នកណារៀបចំក្រដាសខ្ញុំហេតុអ្វីបានជាដាក់ក្រដាសតិចម្លេះខ្ញុំមិននិយាយអំពីការសន្សំទឹកទេអគ្គិសនីក្រដាសកាត់បន្ថយការចំណាយលើការរស់នៅបង្កើតមិនអីទេប្រកាសណាស់ខ្ញុំអ្នកនិយាយប៉ុន្តែខ្ញុំមិនចាំបាច់សន្សំដល់ថ្នាក់ហ្នឹងទេអាចប្រើក្រដាសតូចមួយបែបហ្នឹងគឺល្អត្រឹមត្រូវមកបង្ហាញខ្ញុំពីរបៀបប្រើវាបត់ក្រដាសជាមុនសិនបញ្ចប់ការហែកជ្រុងនេះបើកក្រដាសកាត់ធាតុកណ្ដាលដូចនេះបន្ទាប់មកបន្ទាប់ពីប្រើជូតបែបនេះប្រើក្រដាសនេះគ្រាន់តែហែកចេញឃើញសន្សំតម្ចៃបានច្រើនណាស់មិនអីទេទៅហើយ